บសូននឹងសួស្តីបងប្អូនទាំងគ្នាចឹងនេះខ្ញុំនឹងនាំអ្នកទាំងគ្នាមកទស្សនាសកម្មភាពខ្លះៗដែលខ្ញុំបានចូលរួមប្រកួតនៅក្នុងសំណាក់អង្គលើកទី3នៅលើទឹកដីខេត្តសៀមរាបហើយឥឡូវនេះគឺកំពុងតែ voice over ទាំងផ្ដាសាយពេលលយអីគេបានមកអង្គលើកទី1ហើយគេមកតាំងពេលភ្លឺទៀតថ្ងៃនេះដែរខ្ញុំងើបម៉ោង4ហើយមកដល់កន្លែងទីតាំងប្រឡងនៅមុនម៉ោង6កន្លះហើយនេះក៏ជាលើកទី1របស់ខ្ញុំដែលមកដល់នៅលើទឹកដីអង្គរនៅពេលព្រលឹមស្រាងៗចាំមកទៀតខ្ញុំក៏បានមកដល់រកកន្លែងអង្គុយដើម្បីប្រឡងហើយម៉ាក់ខ្ញុំអីគាត់អត់បានមកជាមួយទេគាត់នៅចាំនៅខាងមុខចឹងគឺខ្ញុំដើរមកម្នាក់ឯងតែអត់អីផងធម្មតាហើយចំពោះអារម្មណ៍នៅពេលហ្នឹងវិញខ្ញុំមានអារម្មណ៍រៀងភ័យតិចតួចតែក៏រំភើបហើយសប្បាយចិត្តច្រើនជាងដែរហើយក៏អត់បានរំពឹងថាទទួលជ័យលាភីដោយសារតែនៅសាកលខ្ញុំរៀនភាសាអង់គ្លេសចឹងក៏ខានសរសេរភាសាខ្មែរអីរៀងយូរដែរមិនអត់សរសេរសោះហើយគាត់ថាបែបជាផ្លូវការក្នុងការសិក្សាអីគឺអត់សូវបានសរសេរអនុវត្តតែក៏ដោយសារតែទឹកចិត្តចង់លើកស្ទួយស្រឡាញ់អក្សរសាស្ត្រជាតិខ្ញុំក៏បានចូលរួមប្រកួតក្នុងសំណាក់អង្គលើកទី3នេះផងដែរពេលប្រឡងគេឲ្យកាន់ទូរស័ព្ទថតទេប៉ុន្តែនេះគឺពេលមុនពេលប្រឡងខ្ញុំក៏ទៅសេឈ្មោះហើយក៏ឆ្លៀតថតទៅហើយនេះវិញសកម្មភាពពេលប្រឡងចឹងខ្ញុំបានអ្នកត្រឹមតួ background ប្រឡងចប់រួចរាល់ហើយខ្ញុំក៏បានឆ្លៀតថតកិច្ចការខ្ញុំសរសេរតែខានសរសេរខ្មែរយូរចឹងមានអារម្មណ៍ថារឹងដៃមែនតើហើយក៏ខុសគ្រាន់បើច្រើនគ្រាន់បើដែរខុសពីច្រើនគឺពាក្យដែលខ្ញុំអត់សូវជួបប្រទះក៏ដូចជាពាក្យខ្លះមានរអត់រនឹងអាសាច្រឡំតែម្ដងតែអីទេចាត់ទុកថាយើងទទួលបានបទពិសោធន៍ថ្មីៗជាច្រើនហើយពេលប្រឡងចប់ហើយខ្ញុំក៏ដើរទៅរកម៉ាក់រកមីងរបស់ខ្ញុំចឹងគាត់នៅចាំនៅខាងក្រៅបរិវេណមានជាការអត់មានกระดาษព្រៀងទេសរសេរដាក់ដៃចឹងមកតបមកទៀតខ្ញុំក៏បានឃើញម៉ាក់ខ្ញុំអីមីងខ្ញុំអីវិញហើយនេះក្មេងក្បាលខូចនឹងកោមួយថ្ងៃកន្លែងនេះវិញគួរអត់ស្នើដែរម៉ាក់ក៏សួរថាទៅសេះចេញអត់ខ្ញុំក៏ឆ្លើយថាសេះចេញទាំងអស់ហ្នឹងតែពាក្យខ្លះបង្កើតខ្លួនឯងស្ដាប់បានតែចេះសេះចេះដាក់តមកទៀតខ្ញុំក៏បានធ្វើដំណើរទៅខាងប្រាសាទតាព្រំដើម្បីញ៉ាំអាហារថ្ងៃត្រង់ក៏ដូចជាដើរមើលប្រាសាទផ្សេងៗនៅទីនោះបរិយាកាសនៅប្រាសាទតាព្រំមានអារម្មណ៍ថាត្រជាក់ស្រួលហើយពេលយើងដើរលេងទៅអត់ក្តៅទេព្រោះនឹងសបោដើមឈើដុះតាមប្រាសាទហើយមនុស្សខ្ញុំភាគច្រើនដល់ពេលត្រូវក្តៅមានអារម្មណ៍ថារៀងឆាប់មួម៉ៅហើយអត់ស្រួលខ្លួនតែដល់ពេលមកនេះត្រជាក់ចឹងទៅស្រួលដែរខ្ញុំខានមកប្រាសាទតាព្រំនេះយូរហើយតាំងពីនៅតូចដូចជាខ្ទង់អាយុ10ឆ្នាំ11ឆ្នាំហើយស្ទាយថតនៅនោះវាអត់មានអីក្រៅពីកូវីសពុតហ្នឹងទេខ្ញុំជាការឆ្លោះគ្នាមួយម៉ាក់ឲ្យឈប់ថតអត់ថតទេច្រឡំអត់ថតទេឲ្យឈប់ថតអត់ឈប់ថតមិនរៀងក្រៅតិចតិចតែខ្យល់បក់មកចឹងអាចទ្រាំបានហើយនេះថតហើយតទៅថតរួចដើរលេងនៅនឹងរួចក៏ចេញមកវិញអញ្ខ្ញុំភ្លេចប្រាប់អ្នកទាំងគ្នាពេលប្រឡងហ្នឹងចប់ដូចជាខ្ទង់ម៉ោង10ជាងហើយបន្ទាប់មកលទ្ធផលគេប្រកាសនៅម៉ោង4ល្ងាចអញ្ចឹងបាទខ្ញុំមានពេលមកដើរលេងនៅតាមតំបន់ផ្សេងទៀតតែថ្ងៃហ្នឹងក៏អត់សូវបានដើរច្រើនដែរបានមកតែកន្លែងបានមកតាំងអង្គរតូចហើយនឹងប្រាសាទតាព្រំនឹងឯងចេញពីប្រាសាទតាព្រំនោះពួកខ្ញុំក៏បានបន្តដំណើរទៅអង្គរតូចវិញហើយនឹងឆ្លៀតទិញលីហាលសប្បាយចិត្តណាស់ក្តីសម័យចង់ញ៉ាំលីហាលនៅសៀមរាបលីហាលនៅផ្ទះញ៉ាំមកកើតលីហាលអង្គរមកញ៉ាំហើយមានជាការម៉ាក់បកលីឲ្យទៀតណាមិនខំខ្លួនឯងណាម៉ាក់ចាក់ឲ្យទៀតច្រឡំបកហើយញ៉ាំនៅមុខប្រាសាទអង្គរចឹងមានអារម្មណ៍ថាso fresh ងាយណាស់បានញ៉ាំលីហានៅមុខអង្គរចាប់ពីនោះពួកយើងក៏បានឲ្យកាមេរ៉ាថតឲ្យមកប៉ុស2000ហើយខ្ញុំភ្លេចប្រាប់មូលហេតុដែលខ្ញុំបកមកអង្គរតូចវិញហ្នឹងដោយសារតែពេលថ្ងៃនេះខ្ញុំបានថតរូបនៅកន្លែងផ្ទាំងសំណេរហ្នឹងទេក៏មានជាការអន់ចិត្តមកនាំមកថតវិញហើយពេលហ្នឹងប្រុងនៅស្ដាប់លទ្ធផលដែរប៉ុន្តែ unfortunately គាត់បាននៅស្ដាប់ទេគាត់ទៅស្ដាប់នៅ live នៅផ្ទះវិញដោយសារប្អូនខ្ញុំកោខ្លាំងពេកមួយវិញទៅខ្ញុំក៏អត់បានទទួលជ័យលាភីអីដែរទៅដឹងខ្លួនតាំងពីមុនទៅប្រឡងទៀតណាហើយដូចខ្ញុំរៀបរាប់តាំងពីខាងដើមអញ្ចឹងថាមូលហេតុអីខ្លះក៏អត់មានជាការអន់ចិត្តអីដែរព្រោះយើងដឹងខ្លួនឯងថាមិនអត់មានបានត្រៀមបានមើលអីច្រើនទេគឺទៅនេះទៅយកបទពិសោធន៍ទៅសរសេរលើកស្ទួយអក្សរសាស្ត្រខ្មែរហើយក៏ចង់ទៅដើរលេងនៅខេត្តសៀមរាបផងដែរជាចុងបញ្ចប់ខ្ញុំសូមអរគុណអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ហើយបើសំណាងក៏មានលើកទី4ទៀតអ្នកទាំងអស់គ្នាគួរតែចូលរួមទៅប្រកួតឲ្យបានម្ដងជួបគ្នានៅវីដេអូក្រោយទៀតអរគុណជម្រាបលា